វេលាម៉ោង 2:00 នាទីរសៀលថ្ងៃអង្គារ13កើតខែផល្គុនឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី11ខែមិនិនាឆ្នាំ2025លោកឈិនតមសហការីរបស់ទូរទស្សន៍ TMN ប្រចាំខេត្តកោះកុងតំណាងដល់ខ្ពង់ខ្ពស់ថ្នាក់ដឹកនាំសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តកោះកុងបានដឹកនាំយកអំណោយរួមមានអង្ករ50គីឡូក្រាមមី1កេសទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរទឹកបរិសុទ្ធ20យួរអំបិលស្ករប៊ីចេងទៀនធូបនិងថវិកាចំនួន20,000រៀលដែលជាអំណោយមូលនិធិដ៏ថ្លៃថ្លារបស់អាយុធមហ៊ុនម៉ាណិតប្រធានគណៈអចិន្ត្រៃយ៍សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តនិងលោកជំទាវមិថុនាភូថងអភិបាលនៃគណៈអភិបាលខេត្តកោះកុងឧបត្ថម្ភជូនចំពោះគ្រួសារសពលោកភ័ណ្ឌធានអាយុ29ឆ្នាំដែលបានទទួលមរណភាពវេលាម៉ោង 9:30 នាទីនាពេលព្រឹកថ្ងៃទី11ខែមិនិនាឆ្នាំ2025នេះដែលស្ថិតនៅភូមិស្រែអំបិលឃុំស្រែអំបិលស្រុកស្រែអំបិលនៃខេត្តកោះកុង